ជាបឋមនាំខ្ញុំសូមគោរពជម្រាបសួរលោកគ្រូថ្ងៃនេះក្រុមពួកខ្ញុំមកធ្វើបទបង្ហាញអំពី app មួយដែលមានឈ្មោះថា Live Profile ហើយនេះគឺជាសមាជិកក្រុមរបស់ពួកខ្ញុំមានដូចជាសាទប៊ុនថនរឿនផាសាឈួរម៉ាលីសនិងសុខុនសំណាងហើយ content របស់ក្រុមពួកខ្ញុំមានចំនួន8ដែលមានដូចជា introduction problem statement solution objective main feature technology use benefit និង conclusion ទី1គឺ introduction Live Profile គឺជា mobile app មួយដែលធ្វើឡើងដើម្បីជួយ library ក្នុងការស្វែងរកសៀវភៅងាយស្រួលនៅក្នុង library ហើយ app មួយនេះបានផ្ដល់មុខងារងាយស្រួលនៅក្នុងការ search រកសៀវភៅ check សៀវភៅដែល available ក៏ដូចជាស្វែងរកកន្លែងដែលសៀវភៅនោះនៅហើយវាក៏ជួយអភិវឌ្ឍនៅក្នុងការប្រើប្រាស់នៅក្នុង library បានយ៉ាងល្អចំពោះ problem statement ដែលមាននោះគឺទី1គឺពិបាកក្នុងការស្វែងរកសៀវភៅប្រសិនជា library ធំមួយវិញទៀតក្នុងការស្វែងរកសៀវភៅនៅក្នុង library គឺធ្វើឲ្យ user ចំណាយពេលវេលាច្រើននិងពិបាកក្នុងការស្វែងរកហើយលើសពីនេះទៅទៀតសៀវភៅដែលវា available គឺតែងតែមិនច្បាស់លាស់មានន័យថាពេលខ្លះយើងអត់ច្បាស់ថាសៀវភៅហ្នឹងវា available ឬមួយក៏អត់ចំណុចបន្ទាប់គឺ user គឺគាត់ពិបាកក្នុងការស្វែងរកទីតាំងរបស់សៀវភៅហ្នឹងវាធ្វើឲ្យគាត់អាចភ័ន្តច្រឡំហើយជាចុងក្រោយsystem គឺជា manual catalog system មួយដែលធ្វើការយ៉ាងជាចុងក្រោយគឺប្រព័ន្ធគ្រប់គ្រងដោយ manual ហ្នឹងគឺពេលខ្លះគឺវាអត់សូវមានប្រសិទ្ធភាពដូចទៅនឹងការធ្វើ application ហ្នឹងទេចំណុចបន្ទាប់គឺ solution ផ្ដល់ឲ្យមិត្តរួមក្រុមរបស់ខ្ញុំជាអ្នកបកស្រាយបន្តចំណុចទី3គឺ solution ទី1គឺយើងងាយស្រួលនៅក្នុងការស្វែងរកសៀវភៅតាមរយៈការប្រើប្រាស់ mobile app ទី2យើងអាច view សៀវភៅណាដែល available សម្រាប់យើងស្វែងរកអានបានហើយវាក៏ងាយស្រួលក្នុងការស្វែងរកនៅ location របស់ book បានត្រឹមត្រូវផងដែរមួយវិញទៀតនោះវា access information ទៅការវាផ្ដល់ information របស់សៀវភៅហ្នឹងបានលឿនហើយមានភាពងាយស្រួលហើយក៏ជួយ reduce time នៅក្នុងការស្វែងរកសៀវភៅបានផងដែរចំណុចបន្ទាប់គឺ objective ដែលទី1នោះវាប្រសិននៅក្នុងការស្វែងរកសៀវភៅវាមាននៅក្នុងស្វែងរកចំណុចបន្ទាប់គឺ objective ប្រសិននៃការស្វែងរកសៀវភៅនៅក្នុងបណ្ណាល័យហ្នឹងគឺវាមានភាពសាមញ្ញនិងងាយស្រួលហើយវាបានផ្ដល់នៅព័ត៌មានអំពីសៀវភៅដែល available ជាក់លាក់វាក៏ជួយ improve ទៅលើអ្នកប្រើប្រាស់នៅក្នុងការដែលឲ្យមាន experience ល្អនៅក្នុងការប្រើប្រាស់នៅ library ទី4វាជួយ support digital transformation នៅក្នុងlibrary management ចំណុចបន្ទាប់សូមឲ្យក្រុមរបស់ខ្ញុំធ្វើការបកបាទសូមអរគុណចំពោះចំណុចបន្ទាប់គឺយើងនឹងធ្វើការបកស្រាយទៅលើ feature សំខាន់ៗដែលមាននៅក្នុង mobile app មួយនេះចំពោះទី1គឺ home page ដែលចូលមកគឺយើងនឹងធ្វើបានឃើញនៅឈ្មោះថា book app ហើយនឹងមាន navigation bar នៅខាងក្រោមហើយនឹងបាន show នៅ book មួយចំនួនដែលយើងបានដាក់ចូលក្នុងនឹងហើយបន្តមកទៀតគឺជា feature នៃការ search គឺយើងធ្វើការអាច search ដើម្បី filter រកសៀវភៅណាដែលយើងចង់ឃើញតាមឈ្មោះរបស់វាscreen មួយទៀតគឺជាការ check ទៅលើ detail របស់សៀវភៅថាសៀវភៅហ្នឹងគឺមានតម្លៃប៉ុន្មាននិពន្ធដោយនរណាហើយនឹងមានសាច់រឿងសង្ខេបបែបខ្លះ
បន្តមកទៀតគឺយើងក៏បានប្រើ dark mode ដែលធ្វើការយើងអាចadapt ពី screen light ទៅជា dark mode បានហើយយើងក៏អាចធ្វើការមាន feature សំខាន់មួយទៀតគឺជាការដាក់សៀវភៅចូលទៅក្នុង favorite list ដោយការចុចប៊ូតុងរូប bookmark ហើយបន្ទាប់មកទៀតគឺជា user interface គឺជា page មួយដែលបង្ហាញនៅបង្ហាញនៅ setting ដូចជា account របស់ user បន្តមកទៀតគឺជា technology ក៏ដូចជា programming ដែលយើងបានប្រើមានដូចជាទី1ចំពោះ front end គឺយើងប្រើ Flutter ហើយនឹងប្រើនៅ Android Emulator សម្រាប់ការ show នៅ UI អំពី website របស់ពួកយើងចំពោះ programming language គឺយើងប្រើប្រាស់ភាសា Dart ដើម្បីធ្វើការសរសេរនៅ code ដើម្បី build app នឹងឡើងមកចំពោះ IDE ផងដែរគឺយើងប្រើនៅ IDE VS Code ដើម្បីធ្វើការដើម្បីជា tool ក្នុងការ run app មួយនេះហើយចំពោះ API នៃសៀវភៅហ្នឹងគឺយើងប្រើប្រាស់នៅ website មក API ដើម្បីធ្វើការ generate នៅ fake API ឡើងមកហើយចំពោះចំណុចបន្ទាប់ខ្ញុំសូមផ្ដល់តួនាទីឲ្យសំណាងជាអ្នកបកស្រាយបន្ទាប់បាទជំរាបសួរក្នុងចំពោះ benefit វិញយើងនឹងទទួលបាននៅការសំចៃក្នុងការស្វែងរកនៅសៀវភៅយ៉ាតមកគឺយើងងាយស្រួលក្នុងការគ្រប់គ្រងនៅសៀវភៅមួយហ្នឹងទៅតាមប្រភេទរបស់វាទី2គឺ user គាត់ប្រើមានភាពងាយស្រួលតមកគឺគាត់លែងពិបាកក្នុងការស្វែងរកសៀវភៅដោយដៃហើយគាត់អាចប្រើប្រាស់នៅ technology book library របស់យើងបាន conclusion វាងាយស្រួលក្នុងការជ្រើសរើសសៀវភៅស្វែងរកសៀវភៅនៅក្នុងបន្លែ technology របស់យើងទី2គឺវាសម្បូរនៅ resource ជាច្រើនដែលមានភាពងាយស្រួលនៅក្នុងបណ្ណាល័យរបស់យើងទី2គឺសំចៃពេលវេលាសម្រាប់ user មិនចាំបាច់ត្រូវចេញទៅណាទៅណីយើងគ្រាន់តែនៅក្នុងផ្ទះក៏យើងអាចបើកបណ្ណាល័យមើលបានដែរតបមកគឺបាទបន្ទាប់មកគឺវាងាយស្រួលនៅក្នុងវាធ្វើឲ្យបណ្ណាល័យហ្នឹងវាមានភាពងាយស្រួលជាងមុនច្រើនដែលពីមុនយើងធ្លាប់តែប្រើប្រាស់វាដោយការស្វែងរកសៀវភៅអីចឹងទៅប៉ុន្តែដល់ឥឡូវយើងប្រើប្រាស់នៅលើទូរស័ព្ទដៃឬក៏ computer ដែលមានភាពងាយស្រួលខ្លាំងបន្ទាប់មកគឺវាងាយស្រួលក្នុងការគ្រប់គ្រងទៅលើបណ្ណាល័យយើងអាចបញ្ចូលយើងអាច add បញ្ចូលឬយើងអាចដកចេញនៅសៀវភៅតែយើងគិតថាវាពិតជាមានភាពងាយស្រួលយ៉ាងខ្លាំងទៅដល់អ្នកដែលគ្រប់គ្រងទៅលើបណ្ណាល័យមួយហ្នឹងបន្ទាប់មកគឺធ្វើឲ្យ book ហ្នឹងគឺមានភាពងាយស្រួលនៅក្នុងការប្រើប្រាស់ការស្វែងរកនិងការគ្រប់គ្រងជាបន្ទាប់សូមអញ្ជើញលោកគ្រូមកមើលការ demo នៃ app របស់យើងបាទជំរាបលោកគ្រូអញ្ចឹងនៅពេលដែលយើងធ្វើការបើក app មកគឺចូលមកផ្ទាំងដំបូងគឺយើងនឹងឃើញមានការ list នៅសៀវភៅដែល user គឺគាត់អាចបាទជំរាបសួរលោកគ្រូនៅពេលដែលយើងធ្វើការ scroll នៅពេលដែលយើងបើក app យើងនឹងធ្វើការឃើញនៅ home page របស់យើងអញ្ចឹងនៅពេលដែលយើងឃើញ home page user គាត់អាចធ្វើការ scroll បាទការ scroll ហើយគាត់នឹងឃើញនៅសៀវភៅមួយដែល list នៅក្នុង home page ហ្នឹងអញ្ចឹងឧទាហរណ៍ user គាត់ចង់មើលសៀវភៅ the price អញ្ចឹងគាត់ចុចមកគាត់ឃើញនៅតម្លៃហើយនឹងឃើញនៅឈ្មោះនិង subtitle ដែលតាក់ទងនឹងសៀវភៅហ្នឹងតមក user គាត់អាចចុច sell ឬក៏គាត់អាចឆាតទៅកាន់ cost seller ដើម្បីសួរតាក់ទងនឹងតម្លៃឬក៏តាក់ទងនឹងអីវ៉ាន់ហ្នឹងមាននៅក្នុង stock ដែរទេអញ្ចឹងឧទាហរណ៍ខ្ញុំចេញមកវិញអញ្ចឹងយើងហើយក៏ user គាត់អាច review ទៅលើសៀវភៅហ្នឹងបានផងដែរនេះបាទគាត់អាច send message និយាយអញ្ចឹងទៅតបមកអញ្ចឹងចូលដល់ sell នេះអញ្ចឹងនៅពេលដែលខ្ញុំ sell សៀវភៅ the price នេះហើយគឺវានឹងចូលមកកាន់ page sell បាទអញ្ចឹងយើងចុចទៅគឺយើងនឹងឃើញដូចគ្នាអញ្ចឹងបើសិនជា user គាត់មិនចង់គាត់ចង់ធ្វើការ remove អីដែលគាត់ sell នេះគាត់គាត់តែចុចលើ sell ហ្នឹងមកគឺវានឹង remove ខ្លួនឯងបាទតបមកគឺយើងចូលទៅកាន់ setting
ហ្នឹង setting របស់យើងគឺយើងនេះគឺជា setting page របស់យើងដែលយើងបានធ្វើបាទមានដូចជា profile change password email app setting អីចឹងទៅ support អីចឹងទៅបាទហើយបន្ទាប់មកគឺយើងចូលមកកាន់ dark switch dark mode របស់យើងអញ្ចឹង app របស់យើងនឹងប្រែជាពណ៌ខ្មៅវិញបាទបាទបាទបន្ទាប់មកយើងអាចធ្វើការ research នៅសៀវភៅមួយណាដែលយើងចង់បានឧទាហរណ៍ដូចជាខ្ញុំសាកសៀវភៅ search នៅ The Price នេះចឹងនៅពេលដែលយើង search គឺវានឹងសូមឲ្យយើងទៅតាម tab នៃឈ្មោះមួយៗរបស់វាចឹងទៅហើយយើងក៏អាចធ្វើការចុចលើវាដើម្បីមើលផងដែរជាចុងបញ្ចប់ក្រុមរបស់ខ្ញុំសូមធ្វើការអរគុណចំពោះលោកគ្រូដែលបានធ្វើការស្ដាប់នៃការ present របស់ពួកខ្ញុំបាទសូមអរគុណ